សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះអ្នកនឹងរៀនពីរបៀបនៃការលេងកែពីចា៎ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំឈ្មោះស្រីយ៉ែនហើយនាងខ្ញុំធ្វើការនៅបញ្ញាសបាយហើយបញ្ញាសបាយយើងខ្ញុំមានផលិតនៅហ្គេមកំសាន្តនិងប្រដាប់ប្រដាក្មេងលេងសម្រាប់លេងនិងរៀនសូត្រផងដែរសូមកុំភ្លេចថាការលេងគឺជាការរៀនពីចិនគឺជាហ្គេមដែលជួយអ្នកឬកូនរបស់អ្នកបង្កើតការយល់ដឹងអំពីលំហពេលអ្នកលេងអ្នកកំពុងฝึกហាត់ការសម្គាល់រូបរាងទិសដៅលំដាប់លំដោយនិងទីតាំងប៉ុន្តែហ្គេមនេះក៏ជាឧបករណ៍ฝึกហាត់ការចងចាំដ៏អស្ចារ្យនៅក្នុងប្រអប់នីមួយមានប្លុកចំនួន2x4 ហើយយើងអាចបែងចែកពួកវាដាច់ពីគ្នាបានដោយមើលតាមផ្ទៃខាងក្រោយហ្គេមនេះលេងដោយគ្នា2នាក់ឬក៏មនុស្ស2ក្រុមដេនអើយដេនប៉ុណ្ណាអូនមកលេងកែពីជាមួយបងហ្នឹងគេលេងបែបនេះអាហ្នឹងគឺជាកែពីច្រើនគឺយើងលេងដើម្បីបង្កើនការចងចាំរបស់យើងអូនយក4ក្រាប់4ក្រាប់ហើយហ្គេមនេះគឺរបៀបលេងរបស់វាគឺបងឆ្លាក់គុំរូបភាពឲ្យអូនមើលហើយអូនត្រូវមើលឲ្យចាំហើយបងទុកពេលអូន10វិនាទីណាពេល10នាទីរួចហើយអូនហើយបងនឹងលាក់រូបឲ្យអូនមិនឲ្យអូនមើលទីទេណាចាប់ដើមមើលចាំមកហើយណៅតាមទៅចាំទេប្រាប់បង1 2 3បើចង់បង្កើនការចងចាំកុំភ្លេចលេងហ្គេមពីចិន